បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃច័ន្ទទី11ខែឧសភាឆ្នាំ2026បានរៀបចំពិធីត្រួតពិនិត្យចំនួនទ័ពកូននិងនីតិវិធីដាក់យោធិននៃកងរាជអាវុធហត្ថឲ្យចូលសោធននិវត្តន៍ដល់នាយទូហ៊ានរងនិងពលទូហ៊ាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យក្រោមអធិបតេយ្យភាពលោកឧត្តមសេនីយ៍ត្រីងួនវ៉ាស្នងការរងស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រធានក្រុមការងារទី4ចុះត្រួតពិនិត្យចំនួនទ័ពកូននិងពិនិត្យស្ថានភាពយោធិននៃកងរាជអាវុធហត្ថដល់អាយុចូលសោធននិវត្តន៍កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅសាលាប្រជុំធំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រីបោនប៊ីនមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោកមេបញ្ជាការរងនាយសេនាធិការនាយសេនាធិការរងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថទាំង9ក្រុងស្រុកផងដែរ